ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ចិនសៀវឡថ្ងៃនេះដែរតែមកលេងហាងជប៉ុនមកញ៉ាំកាហ្វេបែបឈៀលឈៀលមួយមិត្តពីថាបរិយាកាសគេវិញគឺថា relax fresh សាហាវមិនថាការដេកក្នុងហាងឬនៅខាងក្រៅនិយាយទៅទេសភាពគេគឺបានគ្រប់ទោះបីអ្នកសវិសក្នុងហាងគេក៏ចេញមកបែបផ្សេងជប៉ុនខ្ជិលខ្ជូតដែរអ្នកទាំងអស់គ្នានិយាយទៅសវិសមួយនេះខ្ញុំរ៉ែតឲ្យ10លើ10មកបន្ទាប់ពីអាចារ្យស៊ីបានត្រេងហើយអាចារ្យស៊ីមកអង្គុយខំដើមសាគូរ៉ាថតរូបបែបផ្សេងជប៉ុនពីថាទេសភាពគេវិញថតរូបបានគ្រប់កន្លែងអ្នកទាំងអស់គ្នាប្លង់ណាក៏ថតស្អាតដែរទោះបីតែប្លង់មួយនេះខ្ញុំឡើងជិះនេះអារបៀបអាទេសជប៉ុននេះក៏ចេញមកបែបខ្ជិលខ្ជូត girl ដែរព្រោះពីយើងថតរូបបានផ្លែតហើយយើងមកអង្គុយសម្រាកមើលទេសភាពហើយបានយើងទៅចេញថតតថាទេសភាពកន្លែងនេះវិញបែបទៀមនៅជប៉ុនអង្គុយចាក់តែញ៉ាំត្រាវមួយមិត្តភ័ក្តិអីចឹងមួយយ៉ាងផឹកតែបដាផឹកទឹកតប៉ែបដានិយាយពីថាអស់តោហើយថ្ងៃហ្នឹងគ្រប់ទឹកមកឥឡូវផឹកអត់ខ្ញុំហុចឲ្យផឹកឲ្យហាមាត់មកពីផឹកម្នាក់ឯងអត់ចិត្តឥឡូវដឹកដៃមិត្តភ័ក្តិមកផឹកជុំគ្នាតែបដាញ៉ាំត្រាវបដាច្រឡំញ៉ាំត្រាវទៀតអត់ញ៉ាំត្រាវមួយសាននេះគេបញ្ចុកតែគ្នាទៅវិញទៅមកបែបមិត្តភាពយើងឆ្នាំអីចឹងណាស្អាតផ្លូវអ្នកបស៊ីខ្យល់ក្នុងកសៀវនោះមានទឹកតែហើយសិតតែសួរផឹកឆ្ងាញ់អត់អីចាអីមួយយ៉ាងរៀងលើសហើយមីអូអីចាពូមីអូនផឹកតែសុកឥឡូវបែកកណិតចេញវីយូឌីអីណែទៅក្រានទឹកតែគេនេះឥឡូវមើលសិនណាហើយដែកអាំងសាច់ហើយជាមួយនឹងឆ្នាំងស៊ុបមួយចាសិស្សបងប្អូនមកមុនបានមុនមកក្រោយបានក្រោយចាចាមីអូនសិតតែមកមុនបានមុនមីអូនឯងអត់តោះមីអូនបុគ្គលិកនៅនឹងមិនបុគ្គលិកថ្មីហាងដូចអត់មានឡៃហ្នឹងលក់អីទេឡៃគេដាក់តាំងតែមីអូនពីរនាក់នេះដូចជាងលើសក់មិនសក់ពួកមីអូនអើយអំកាណៃបាទឈុតគេថ្មីផងមីអូនអើយសក់មិនសក់ទៅអញ្ចឹងណាពួកមីអូនឯងបនដល់នៅហាត់អីវិញចាបបាយរបស់គេគ្មានអីសងទេមីអូនអើយមានតែលៀងកៅកាហ្វេលៀងអីឲ្យគេហ្នឹងឥឡូវយើងមកមើលជាមួយនឹងទេសភាពបែបទៀមជប៉ុនបូកមួយដើមឈើធម្មជាតិហើយបរិស្ថានគេ clean ទៀតនិយាយទៅមើលអត់ចំណាយអីណាអញឃើញទេថាកុំឲ្យលេងប៉ះពាល់របស់គេឡើយអ្នកតាជប៉ុនចូលជីយ៉នេះលោតយកអត់និយាយលេងសើចណាមើលនេះអាចឲ្យគាត់យើងមកកាត់ចូលមើលប្លង់ថ្មីមើលតាមើលគូស្នេហ៍គេយូរឆ្នាំហើយពុកដេកទាំងថ្ងៃត្រង់ខ្ជិលច្រអូសហើយមកមើលទេសភាពបែបទៀមជប៉ុនយើងមើលស៊ូមពីចង្អាយយថាស្រស់ស្រាយចូលស្រស់ស្រាយយកនិយាយថាកន្លែងនេះវិញរបៀបចេញមកបែបផ្ទះឲ្យដូចអីក្នុងរឿងអីស្អី Branding Person ចេញមកចានេះ Branding Person នេះសក់ខ្លីសស្គូឃើញតកាអាវនេះបែបកាបែស្លឹករុក្ខជាតិយកឆៃនេះព្រះនាងប្រសនេះមិន slow ទេចាមើលទឹកពីប្លង់ព្រះនាងប្រសហើយឥឡូវយើងកាត់ចូលមកប្លង់ថ្មីប្លង់នេះបែបចែងចាំងបែបយើងនៅសមុទ្រអង្គុយជាឥឡូវបន្ទាប់ពីប្លង់មកសមុទ្រហើយយើងចូលមកប្លង់បែបកាកូឡាបមកមើលតមកបែបសួនកាកូឡាបទុំលឿនចៃយ៉ាងដូចនៅណាយនេះខ្ញុំផ្លេចបាត់ហើយតែប្លង់នឹងថតចេញមកលើកសាច់ចូលលើកយកស្អាតចេញមកម៉ែស្អីអីគេយក flower លើសួនច្បារផ្កាអីចឹងណាទៅយើងមកកន្លែងនេះយើងកាច់ style បានច្រើនមកឈរហងអង្គុយហងដាក់អីឲ្យយើងថាដាក់មកថតមកឆ្ងាញ់មកតបពីថតតែឯងមើលទៅវាអត់សូវបែបអីមិនទៅការរីកស្រស់ស្រាយអីចឹងឲ្យហៅមិត្តភ័ក្តិមកចែងជើងបាត់គេមើលច្រើនពេកមិត្តភ័ក្តិខ្ញុំវារៀង introvert អីចឹងតែនៅក្រៅចាដូចព្យាវតបពីយើងថតរូបថតអីហើយមកអង្គុយសម្រាប់មើលទេសភាពនេះមកសតុបពីឈឺអត់ជើងក៏មកបន្ទប់ទឹកចានិយាយពីថាបន្ទប់ទឹកគេក៏មានប្លង់ថតរូបស្អាតបែបឈើជប៉ុនអីចឹងណាវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាហើយបើចង់ត្រេងនឹងប្លង់ថតរូបស្អាតអាចមកសាកនៅកម្មកាយបានអរគ្នាកុំភ្លេចចុច like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូខ្ញុំថ្មីមុនគេអរគុណ